ក្នុងវីដេអូនេះបន្ទាប់ពីយើងដាក់ GPI ឲ្យបងប្អូនយើងដាក់កាមេរ៉ាពីក្រោយកតុយវាឆ្ងាយទេបងប្អូនយើងនេះទេចាំមើលយើងបង្ហោះទៅហើយក្នុងវីដេអូហ្នឹងខ្ញុំផុស3ដងហើយយើងចុចឲ្យវាហើយចុះមកខ្លួនឯងណាបងប្អូនយើងអត់ចាំបាច់ចុចវាចាំមើលថាវាថាចុះមកវិញចំកន្លែងល្អអត់ចឹងព្រោះថានេះវាស្អៀតដែរព្រោះថាវាចិត្តរោងចក្រចឹងហើយចាំមើលបងប្អូនចាំមើលពេលវាហោះឡើងហើយខ្ញុំនឹងដល់លើខ្ញុំនឹងបញ្ជាវាតិចតួចហើយយើងនឹងចុចប៊ូតុងដើម្បីឲ្យវាមកកន្លែងវិញណាហើយវីដេអូនេះបងប្អូនបើចូលចិត្តជួយចុច Subscribe មួយផងដើម្បីទស្សនាថ្មីទៀតខ្ញុំនឹងធ្វើបន្តទៀតឲ្យធ្វើច្រើនគ្រឿងអញ្ចឹងហើយបងប្អូនជួយគាំទ្រផងយើងនឹងផលិតឲ្យបានច្រើនអញ្ចឹងហើយក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយបងប្អូនមានចំណាប់អារម្មណ៍អីអាចចុច like ឲ្យមួយមក